ជាដំបូងគឺសូមអរគុណសូមដឹងគុណទៅដល់វីរៈកងទ័ពរបស់យើងដែលពុះពៀគ្រប់ឧបសគ្គដើម្បីឈរតតាំងការពារបូរណភាពទឹកដីរបស់យើងឲ្យខានតែបានមិនឲ្យសត្រូវចោលដូចជាសៀមហ្នឹងគឺវាឆ្លៀនពៀនមកយើងបានទេមកនៅគ្នាហើយពីយប់មិញនេះពេលដែលក្បាលម៉ាស៊ីនថាដឹកនាំវារំសាយសភាទៅប្រទេសថៃគឺដូចជាកូនចលែនអត់ក្បាលហ្នឹងមកនៅគ្នាហ្នឹងហើយកងទ័ពទាំងសងខាងកងទ័ពយើងក៏បានសម្រាករយៈពេលយូរគួរសមដែរប៉ុន្តែសម្រាកនេះគឺសម្រាកដោយមានការប្រុងប្រយ័ត្នខ្ពស់បំផុតព្រោះយើងមិនអាចទុកចិត្តចោលសៀមបានទេបងប្អូនព្រោះចោលសៀមគឺវាសាហាវណាអានេះបើសិនជាវាមានស្អីបើថាមកគ្របហើយចង់ទម្លាក់ឲ្យចំប្រទេសឲ្យលាយតែម្ដងអាហ្នឹងតាមចិត្តខឹងណាតែយើងវាមិនអាចមានលទ្ធភាពអញ្ចឹងទេនៅព្រឹកមិញនេះបងប្អូននៅខាងដមជ័យបាទនៅខាងដមជ័យគឺខាងតាកបីខាងតាមន់ហ្នឹងហើយនឹងនៅភូមិជោគជ័យខាងតាកបីគឺវាបានផ្លោងដាក់ជាធម្មតាហ្នឹងវាបានបាញ់យើងជាធម្មតាប៉ុន្តែអ្វីដែលចាប់អារម្មណ៍នោះនៅខាងព្រៃច័ន្ទនៅខាងច្រកបឹងតគួនបងប្អូននៅខាងដមជ័យហ្នឹងគឺពីថ្ងៃទី9ពេលល្ងាចគឺវាបានយកទង់ជាតិវាទៅដោតនៅលើដីរបស់យើងហ្នឹងហើយវាអត់ទាន់ដឹងពីយុទ្ធសាស្ត្ររបស់កងទ័ពវាអត់ទាន់ដឹងយុទ្ធសាស្ត្រដ៏ខ្លាំងដ៏មោះមុតរបស់មេដឹកនាំមេបញ្ជាការជាន់ខ្ពស់របស់យើងទេហ្នឹងហើយយើងឲ្យវាចូលមកបន្ទាប់មកថ្ងៃ10ថ្ងៃ11ពីម្សិលមិញនេះពេលល្ងាចយើងក៏បានវាយពេលដែលវាចូលមកជាដុំវានៅផ្ដុំគ្នាហើយយើងក៏បានវាយកំទេចចោលតែម្ដងធ្វើឲ្យតាហ៊ានសៀមមករត់បែកខ្ចាយតែម្ដងហើយថ្ងៃនេះនៅដមជ័យនៅភូមិព្រៃច័ន្ទគឺក្តៅមែនតើបងប្អូននៅព្រឹកនេះគឺវាផ្លោងហើយនឹងបញ្ជូននៅតបថ្មើរជើងមកចូលយើងកាន់តែច្រើនទៀតនៅខាងបឹងតកូនដោយសារតែវាមិនអស់ចិត្តហេតុអីបានកម្ពុជារបស់យើងដែលធ្លាប់តែវាមើងងាយហេតុអីបានជាវាបានទៅធ្វើវាបែកអញ្ចឹងណាចុះវាមើងងាយអញ្ចឹងវាក៏បានបញ្ជូននៅកម្លាំងពលទាហានរបស់វានឹងថ្មើរជើងរបស់វានឹងបុកចូលមកយើងកាន់តែច្រើនមែនទែននៅឯភូមិព្រៃច័ន្ទប៉ុន្តែអ្វីដែលជាក់ស្ដែងគឺនៅបឹងតកូននោះកំពុងខ្វះជីអញ្ចឹងខាងកងទ័ពអង្គអាចរបស់យើងកម្ពុជារបស់យើងគឺបានយកសាក់សពពួកវាធ្វើជីតែម្ដងបងប្អូនហ្នឹងហើយងាប់រៀលតែម្ដងនៅខាងហ្នឹងហើយខាងព្រះវិហារបងប្អូនភ្នំខ្មោចអានសេះហ្នឹងហើយទាហានរបស់កំពុងទាហានពួកវាហ្នឹងគឺកំពុងផ្លោងចូលជាធម្មតាដោយរាប់ប្រហែលថ្ងៃមកនេះហើយតាំងពីថ្ងៃទី7មកដល់ថ្ងៃទី12នេះគឺមានរយៈពេលប្រហែល6ថ្ងៃបងប្អូនហើយសង្គ្រាមលើកនេះគឺធ្ងន់ជាងមុន10ដង20ដងហើយជនភៀសសឹកច្រើនជាងមុន10ដងទៅ20ដងបងប្អូនដោយសារតែមហាចេតាចង់បានប្រាសាទចង់បានការឈិនពៀនចង់បានដីរបស់ខ្មែរយើងតែម្ដងហ្នឹងហើយតួយ៉ាងគឺចៅសៀមនេះគឺវាស្រឡាញ់ណាស់ភាសាព្រះវិហារវាស្រឡាញ់ណាស់ភាសាតាកបីតែចុងក្រោយវាក៏បានកំទេចចោលតែម្ដងទៅជាភាសាតាកបីជាដើមចង់រលំហើយបងប្អូនគ្នាភាសាតាកបីហ្នឹងហើយនេះហើយសន្តានដែលវាបាញ់យើងហើយចូលរួមអបអរសាទរផងដែលនាយករដ្ឋមន្ត្រីចាស់ប៉ុន្តែគំនិតខ្ចីរបស់ថៃបាទមកតតាំងជាមួយកម្ពុជាយើង5នាយករដ្ឋមន្ត្រីហើយហ្នឹងហើយដូចជា4នាយករដ្ឋមន្ត្រីហើយហ្នឹងហើយចុងក្រោយគឺរលាយសាបសូន្យតែម្ដងហ្នឹងហើយហើយកម្ពុជាយើងអត់បានដូននាយករដ្ឋមន្ត្រីមួយទេហ្នឹងហើយគឺសម្ដេចហ៊ុនម៉ាណែតសម្ដេចបវរគឺនៅតែតតាំងមុតមមទាំងកម្លាំងកាយកម្លាំងចិត្តមុតមមទាំងផ្លូវចិត្តថែមទៀតផងហើយជាពិសេសនោះគឺមុតមមទាំងផ្លូវការទូតមុតមមទាំងយុទ្ធសាស្ត្រក្នុងការទប់ទល់ជាមួយនឹងចៅសៀមតែម្ដងហើយសំខាន់នោះគឺមេបញ្ជាការផ្កាយមេ5ផុតលេខសម្ដេចតេជោផងដែរគឺអាយកូមរបស់សម្ដេចគឺនៅជាប់ស្ដាប់សភាពការប្រមូលព័ត៌មានហើយឆ្លប់យកទីតាំងកន្លែងកំភ្លើងធំហើយគាត់សម្ដេចលោកនឹងបញ្ជាហើយហ្នឹងហើយអញ្ចឹងសម្ដេចមិនមែនចេះតែបាញ់មិនមែនចេះតែបញ្ជាបាញ់ទេអ្វីទាំងអស់រយៈពេល6ថ្ងៃនេះគឺជាការរៀបចំរបស់ថ្នាក់ដឹកនាំគឺជាយុទ្ធសាស្ត្រសង្គ្រាមរបស់ថ្នាក់ដឹកនាំរបស់យើងគឺខ្លាំងមែនទែនបងប្អូនគ្នាថៃវាមិនដែលនឹកស្មានដល់ថាកម្ពុជារបស់យើងវាមានយុទ្ធសាស្ត្រខ្លាំងបែបហ្នឹងឯងហើយសូមបញ្ជាក់ប្រាប់ថៃថាប្រ
ប្រទេសខ្ញុំទូចមែនសភាវុធអត់គ្រប់បែបគ្រប់យ៉ាងដូចប្រទេសអ្នកឯងនេះប៉ុន្តែយុទ្ធសាស្ត្រសង្គ្រាមត្រឹមវាយជាមួយថៃមិនចាំបាច់ប្រើដល់នឹងអាគេពណ៌ល្បី PHL 03ហ្នឹងគឺមិនប្រើដល់ហ្នឹងទេគឺអាហ្នឹងគឺវាមហន្តរាយពេកអញ្ចឹងកម្ពុជារបស់យើងក៏មិនមែនជាកម្ពុជារបស់យើងគឺកាន់ព្រះពុទ្ធសាសនាមិនចេះតែធ្វើអីប្រេះផ្ដាស់បានតែតាមអំពើចិត្តទេរាល់ការបញ្ចេញនៃសភាវុធមួយទៅមិនថាតែ BM21 ឬក៏ភ្លើងធំឬក៏ថ្វាយជើងទេគឺចេញទៅគឺប្រកបអមជាមួយនឹងយុទ្ធសាស្ត្រសង្គ្រាមបានឲ្យចេញហ្នឹងហើយត្រឹមសម្បត្តិថៃក្មេងខ្ចីក្នុងការធ្វើសង្គ្រាមបែបនេះមិនចាំបាច់ដល់ PHL 03ដែលមានការបំផ្លិចបំផ្លាញហ្នឹងគុណនឹង100ដងនៅទៅនឹង BM21 រាល់ថ្ងៃនេះសៀមទប់ទល់តែជាមួយអា BM21 របស់យើងនេះស្ទឹងតែមិនជាប់ផងហ្នឹងហើយប្រហែលថ្ងៃនេះគឺយើងដាក់សាច់ចូលមែនតើបងប្អូនគ្នាធ្វើឲ្យទៅហ៊ានថៃនឹងងប់គោជើងគ្នាមិនស្ទើរទេហើយភ្នំខ្មោចឥឡូវនេះគឺទៅជាភ្នំខ្មោចពេញទំហឹងហើយខ្មោចកាន់តែច្រើនឡើងនៅភ្នំហ្នឹងដោយសារតែចៅសៀមគឺមកវគ្គមុនមកការលើកទី1នោះងាប់រាប់ពាន់អ្នកងាប់រាប់ពាន់អ្នកងាប់រាប់រយអ្នកគោជើងប្រមូលសពមិនតាន់អស់ទេតែឥឡូវនេះមកថែមសពពីលើទៀតហ្នឹងហើយយ៉ាចាំមើលឧទាហរណ៍ថាពេលដែលចប់សង្គ្រាមនៅថ្ងៃណាមួយខ្មោចសៀមនឹងដើរហៅតាមផ្ទះទៀតដែរដូចអាវៈមួយទៀតដែរអាវៈមុនឬសូចကွៃលូឬអីនៅស្រុកវាហ្នឹងតែលើកនេះប្រហែលមិនលូទេចូលដល់ច្បាច់កមេទៅហ៊ានសៀមចោលទាំងអស់ហើយមើលទៅភាសាតែនៅមិននៅបាទមកប្រកាសសង្គ្រាមជាមួយនឹងកម្ពុជាហើយរំលោភបត់ចុះបាញ់ដោយខ្លួនឯងកម្ពុជាអត់មានរវីរវល់កម្ពុជាអត់មានរវីរវល់ជាមួយនឹងអ្នកឯងទេកម្ពុជានៅតែគោរពនៅបត់ចុះបាញ់ដល់ឡើយទេមកដល់សប្តាហ៍ថ្ងៃនេះគឺជំហររបស់រដ្ឋាភិបាលកម្ពុជារបស់យើងដែលដឹកនាំដោយសម្ដេចតបតីគឺនៅតែទទូចនៅតែចង់ថានៅតែគោរពនៅបត់ជប់បាញ់ដល់ឡើយទេបើសិនជាភាគីថៃមិនបាញ់គឺកម្ពុជាយើងគឺមិនតបដែរហ្នឹងហើយបើសិនជាថៃហ៊ានបាញ់យើងកម្ពុជារបស់យើងក៏មិនទុកធ្វើផ្អកឲ្យដែរនឹងដាក់ទៅវិញហើយនៅម៉ោងនេះអត់មានលេងសើចអីដូចរាល់ដងឲ្យឯងមកបាញ់លេងអីបាញ់បោះគប់អីបាញ់ចំពីមផងគប់ខប់ស្អីដល់ចូលយើងមិនតទេដោយសារតែយើងគ្រប់នៅបត់ជប់បាញ់ហ្នឹងហើយហើយមិនសមមិញថាត្រាំតែមកប៉ុន្តែថ្ងៃនេះគឺថ្ងៃដែលល្អបំផុត12ខែ12ហ្នឹងហើយថ្ងៃ12ខែ12អញ្ចឹងត្រាំហើយจะអាចតាក់ទងមកថ្ងៃហ្នឹងហើយអញ្ចឹងតាមអញ្ចឹងយើងមានតែចាំតាមដានទាំងអស់គ្នាតើត្រាំអាចធ្វើអីទៅស្ដេចសៀមបានព្រោះនៅពេលនេះត្រាំមិនអាចតាក់ទងនយោបាយរដ្ឋមន្ត្រីបានទេដោយសារតែនយោបាយរដ្ឋមន្ត្រីគឺបានលាលែងពីតំណែងហើយអញ្ចឹងមានតាក់ទងទៅស្ដេចបានឬមិនបានតែយើងស្ដាប់ចាំយើងតាមដានទាំងអស់គ្នាអរគុណបងប្អូនគ្នាជូនពរឲ្យវរៈកងទ័ពរបស់យើងមុតមមក្លាហានជឿឆ្ងាយពីជំងឺផ្សេងហើយក៏ជូនពរដល់ជនភៀសសឹកទាំងអស់សូមឲ្យមានសុខភាពល្អហើយប្រយ័ត្នប្រយែងក្នុងការហូបចុកបន្តិចហ្នឹងហើយអរគុណបងប្អូនគ្នា